សួស្តីបងប្អូនកំពុងតែស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ DD Finance Create ថ្ងៃនេះខ្ញុំនាំមកនៅព័ត៌មានដ៏សំខាន់មួយសម្រាប់អ្នកវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា PPSP បានប្រកាសជាផ្លូវការអំពី bonus share 1:1 ដែលនេះគឺជាករណី bonus share ដំបូងបង្អស់នៅផ្សារមូលបត្រកម្ពុជាអ្នកវិនិយោគជាច្រើនមានចម្ងល់ថា bonus share ជាអ្វីតើអ្នកណាមានសិទ្ធិទទួលហេតុអ្វីតម្លៃពីហ៊ុនត្រូវកែសម្រួលហើយតើអ្នកវិនិយោគចំណេញភ្លាមៗដែរឬទេក្នុងវីដេអូនេះខ្ញុំនឹងពន្យល់ដល់ផ្អែកលើ disclosure ផ្លូវការរបស់ PPSP និងបទបញ្ញត្តិរបស់ផ្សារមូលបត្រកម្ពុជារួមជាមួយឧទាហរណ៍ពិតពីទីផ្សារភាគហ៊ុនអន្តរជាតិនៅថ្ងៃទី17ខែកក្កដាឆ្នាំ2026 PPSP បានជូនដំណឹងថាក្រុមហ៊ុនទទួលបានការអនុម័តឲ្យចុះបញ្ជីភាគហ៊ុនបន្ថែមតាមរយៈ bonus issue ព័ត៌មានសំខាន់មានដូចជា bonus share ចំនួន 71,519,647 ហ៊ុនអត្រា1:1 recorded 28កក្កដាឆ្នាំ2026H bonus date 27កក្កដា2026 bonus share allotment ថ្ងៃ3សីហាឆ្នាំ2026 bonus share ចាប់ផ្ដើមជួញដូរថ្ងៃទី4សីហាឆ្នាំ2026 bonus share មិនមែនជាការបង់ប្រាក់សុទ្ធទៅម្ចាស់ភាគហ៊ុនទេផ្ទុយទៅវិញក្រុមហ៊ុនបំលែងផ្នែកមួយនៃមូលធនបម្រុងឬប្រាក់ចំណេញដែលរក្សាទុកមកជាភាគហ៊ុនថ្មីហើយចែកជូនម្ចាស់ភាគហ៊ុនឧទាហរណ៍បើអ្នកមាន100ហ៊ុន PPSP នៅអត្រា1:1 អ្នកនឹងទទួលបាន100ហ៊ុនបន្ថែមដូច្នេះអ្នកនឹងមានសរុប200ហ៊ុនចំណុចនេះសំខាន់បំផុតមនុស្សជាច្រើនគិតថាបើទទួលបានហ៊ុនបន្ថែមនោះទ្រព្យសម្បត្តិនឹងកើនឡើងភ្លាមតែការពិតមិនមែនដូច្នេះទេតាមបទបញ្ញត្តិរបស់ផ្សារមូលបត្រកម្ពុជានៅថ្ងៃ H bonus តម្លៃ Gold Base Price នឹងត្រូវកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនភាគហ៊ុនហើយ disclosure របស់ PPSP ក៏បានបញ្ជាក់ថា Base Price នឹងត្រូវកែសម្រួលនៅថ្ងៃ EH នៅថ្ងៃ H bonus ផងដែរសូមសន្មតថាមុនថ្ងៃ H bonus តម្លៃ PPSP គឺ2,050 រៀលក្នុងមួយហ៊ុនហើយអ្នកមាន100ហ៊ុនតម្លៃវិនិយោគសរុប100គុណនឹង2,050ស្មើនឹង205,000 រៀលក្រោយ bonus share អ្នកមាន200ហ៊ុនដោយសារចំនួនហ៊ុនកើនឡើងទ្វេដងតម្លៃក្នុងមួយហ៊ុនត្រូវបានកែសម្រួលតាមទ្រឹស្ដី2,050ចែកនឹង2គឺស្មើនឹង1,025 រៀលដូច្នេះ200គុណនឹង1,025 រៀលគឺស្មើនឹង205,000 រៀលអ្នកអាចមើលឃើញថាចំនួនហ៊ុនកើនឡើងប៉ុន្តែតម្លៃវិនិយោគសរុបនៅដដែលតាមទ្រឹស្ដីមុនពេលទីផ្សារកំណត់តម្លៃថ្មីបើទោះបីនេះជាករណីដំបូងនៅ CSX ក៏ដោយការចែក bonus share មិនមែនជារឿងថ្មីនៅលើពិភពលោកទេឧទាហរណ៍ក្រុមហ៊ុន Infos របស់ឥណ្ឌាបានចែក bonus share ជាច្រើនលើកដូចជាឆ្នាំ1994ឆ្នាំ1997ឆ្នាំ1999ឆ្នាំ2004ឆ្នាំ2006និងឆ្នាំ2014ដូចគ្នានេះដែរ Wipro និង Tata Consultancy Service TCS ក៏ធ្លាប់ចែក bonus share ផងដែរនៅគ្រប់ករណីទាំងអស់គោលការណ៍ដូចគ្នាគឺចំនួនភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនកើនឡើងខណៈតម្លៃក្នុងមួយហ៊ុនត្រូវបានកែសម្រួល bonus share មិនបង្កើតទ្រព្យសម្បត្តិថ្មីភ្លាមទេប៉ុន្តែអាចជួយបង្កើនភាពងាយស្រួលក្នុងការជួញដូរនិងធ្វើឲ្យតម្លៃក្នុងមួយភាគហ៊ុនកាន់តែងាយស្រួលសម្រាប់អ្នកវិនិយោគថ្មី disclosure របស់ PPSP បានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើអ្នកលក់ភាគហ៊ុននៅថ្ងៃទី27កក្កដាអ្នកនៅតែមានសិទ្ធិទទួលបាន bonus share ប៉ុន្តែប្រសិនបើអ្នកទិញភាគហ៊ុននៅថ្ងៃទី27កក្កដាអ្នកនឹងមិនមានសិទ្ធិទទួល bonus share ទេនេះជាហេតុផលដែលអ្នកវិនិយោគគួរតែយល់ពីពាក្យ H bonus date និង record date ឲ្យបានច្បាស់សរុបមក bonus share របស់ PPSP គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទីផ្សារមូលបត្រកម្ពុជា
ប៉ុន្តែអ្នកវិនិយោគគួរចងចាំថា bonus share មិនមែនជាប្រាក់រង្វាន់ជាសាច់ប្រាក់ទេហើយក៏មិនមែនមានន័យថាទ្រព្យសម្បត្តិរបស់អ្នកកើនឡើងភ្លាមៗដែរអ្វីដែលផ្លាស់ប្ដូរគឺចំនួនភាគហ៊ុនកើនឡើងខណៈតម្លៃក្នុងមួយហ៊ុនត្រូវបានកែសម្រួលអ្វីដែលសំខាន់ជាងនេះគឺការវាយតម្លៃលើគុណភាពអាជីវកម្មកំណើនប្រាក់ចំណេញនិងសក្តានុពលរយៈពេលវែងរបស់ក្រុមហ៊ុនប្រសិនបើអ្នកចូលចិត្តការវិភាគបែប fundamental និងព័ត៌មានអំពីទីផ្សារមូលបត្រកម្ពុជាសូមចុច like subscribe និង share ដើម្បីគាំទ្រ The Idea Finance KH សូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់